អ្នកគាំទ្រអាណិតផងសរសើរផងសុភ័ក្រក៏សូមមកពុចំណីរហូតចូលពេទ្យតែនៅក្រោកមកបំពេញការងារទាំងឈឺនៅថ្ងៃទី26ខែមីនាឆ្នាំ2025នេះលើបណ្ដាញសង្គមមហាជនអ្នកគាំទ្ររបស់ពិធីការនីល្បីឈ្មោះសុភ័ក្រក៏សូមមកបានផ្ទុះចាប់អារម្មណ៍និងបង្ហាញក្តីបារម្ភខ្លាំងចំពោះអ្នកនាងក្រោយពីបានឃើញបង្ហោះសារនិងរូបភាពបង្ហាញស្ថានភាពរបស់អ្នកនាងបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅខេត្តព្រះសីហនុដោយសារតែពលចំណីធ្វើទុកធ្ងន់ធ្ងរសារនោះសុភ័ក្រសុគមាបានបង្ហោះរៀបរាប់ថាដំបូងឡើយនាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេប៉ុន្តែគិតឡើងវិញនាងខ្ញុំពិតជាបារម្ភគឺជំនួសបងប្អូនដែលបានទៅលេងកំពង់សោមហើយចូលចិត្តញ៉ាំក្តាមប្រៃក្រឡុកល្បីដោយសារតែកាលពីថ្ងៃទី22ប្អូនប្រុសរបស់ខ្ញុំបានទិញក្តាមប្រៃយកមកញ៉ាំជាមួយក្រុមការងារក្រុមតន្ត្រី4ម៉ោងក្រោយមកនាងខ្ញុំនិងប្អូនក្រុមការងារប្រហែល5នាក់បានធ្វើទុករៀកក្អួតមិនក្រោម10ដងវិលមុខអស់កម្លាំងថាប់ដង្ហើមក្តៅខ្លួនបណ្ដាលឲ្យចូលពេទ្យវេលាម៉ោង4ទៀបភ្លឺមូលហេតុគឺពុលក្តាមដោយការលាងសម្អាតមិនបានល្អពួកខ្ញុំចូលពេទ្យដល់ទៅ2ដងទើបធូរសំណេរមួយនេះគ្រាន់តែចង់ឲ្យបងប្អូនមានការប្រុងប្រយ័ត្នមុនញ៉ាំក្តាមប្រៃកុំឲ្យមានបញ្ហាដូចចិត្តរំនាងខ្ញុំនេះពួកខ្ញុំទៅពេទ្យតាន់ពេលមានលទ្ធភាពព្យាបាលចុះបើមិនតាន់ខ្វះថវិកាឬមិនបានដឹងថាពុលតើពួកខ្ញុំនឹងទៅជាយ៉ាងណាសរុបមកនាងខ្ញុំសូមផ្ដាំផ្ញើទៅបងអាជីវករមួយចំនួនសូមពង្រឹងជាមួយគុណភាពអនាម័យជាមុនសិនមុនលក់ជូនអតិថិជនព្រោះថាសុខភាពគឺសំខាន់ណាស់ដែលលុយមិនអាចទិញបានទេជាចុងក្រោយសូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារនិងនាងខ្ញុំហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យទាំងពីរកន្លែងដែលបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺយ៉ាងដិតដល់ពលក្តាមប្រៃយ៉ាងណាមិញបន្ទាប់ពីបង្ហាញក្តីបារម្ភខ្លាំងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអាណិតនិងសរសើរចំពោះពិធីការនីរូបនេះក្រោយពីបានឃើញសកម្មភាពរបស់នាងខណៈកំពុងធ្លាក់ខ្លួនងន់ដោយសារពលចំណីនេះមែនប៉ុន្តែដោយសារត្រូវបំពេញការងារជាមួយក្រុមតន្ត្រីនៅខេត្តព្រះសីហនុនោះសុភ័ក្រក៏សូមមកខំស៊ូធ្វើការជាពិធីការនីក្នុងកម្មវិធីមង្គលទាំងខ្លួនឈឺឈរមិនចង់ជាប់និងមានអាការៈក្អួតចង្អុលរហូតប៉ុន្តែនាងនៅតែស៊ូរហូតចាប់កម្មវិធីទើបអាចចូលសម្រាកនៅមន្ទីរពេទ្យម្ដងទៀតជាមួយគ្នានោះដែរសុភ័ក្រក៏សូមមកបានសរសេររៀបរាប់ថាខ្ញុំតែងតែប្រាប់ខ្លួនឯងថានៅលើឆាកទស្សនិកជនគាត់មិនដឹងថាយើងមានបញ្ហាអ្វីជួបរឿងអ្វីពិបាកចិត្តរឿងអ្វីនោះទេដូច្នេះនៅលើឆាកត្រូវប្រឹងសម្ដែងអស់ពីសមត្ថភាពព្រោះបើពួកគាត់ឃើញយើងតង់ជា2ដងដែលមិនមែនជាខ្លួនយើងនោះពួកគាត់នឹងឈប់មើលយើងហើយអ្វីដែលមិនអាចគេចវេសបានទៀតនោះគឺទំនួលខុសត្រូវខ្ពស់បំផុត